តើមនុស្សក្រៅភពឬមួយក៏ជាអេលៀនមានពិតដែរឬទេនៅក្នុងប្រទេសប៉េរូឆ្នាំ2017មានក្រុមអ្នករុករកមួយក្រុមបានប្រទះឃើញសាកសពចម្លែកមួយដែលមានរូបរាងប្លែកបំផុតមានក្បាលធំនិងមានម្រាមដៃតែ3ប៉ុណ្ណោះក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថាសាកសពមួយនេះមាន DNA មិនដូចនឹងមនុស្សឬមួយក៏សត្វនោះទេក្រុមវិជ្ជបណ្ឌិតបានយកសាកសពមួយនេះធ្វើកាំរស្មី X ហើយបានប្រទះឃើញមានសុទ្ធនៅក្នុងសាកសពនេះចំនួន3វាគឺជារឿងចម្លែកបំផុតដែលសរីរាង្គដែលមានរាងកាយស្រដៀងនឹងមនុស្សតែបែរជាមានសុទ្ធនៅក្នុងនោះទៅវិញតើវាជាសាកសពមនុស្សក្រៅភពពិតមែនឬមួយក៏ជាវត្ថុដែលមនុស្សបង្កើតឡើងនោះទេតើអ្នកទាំងអស់គ្នាជឿដែរឬទេថានៅលើពិភពលោកយើងនេះពិតជាមានជីវិតក្រៅភពឬមួយក៏ជាអេលៀនដែរឬទេ